ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញអ្នកទាំងអស់គ្នាអំពីដើមកន្ទ្រាំងបាយសឬដើមប្របោះខែនេះនៅតាមស្រុកស្រែចំការសម្បូរណាស់មួយចំនួនធំប្រកាសជាស្គាល់ដើមនេះហើយវាមានអត្ថប្រយោជន៍ជាច្រើនដែលអាចយកមកធ្វើជាឱសថព្យាបាលជំងឺបានច្រើនមុខចំណែកខ្ញុំរៀងរាល់ឆ្នាំតែងតែយកវាមកធ្វើជាអំបោះបោះផ្ទះនៅជុំវិញផ្ទះរបស់ខ្ញុំមានដុះច្រើនណាស់ដុះច្រើនគួរសមដែរខ្ញុំអាចយកវាមកចងជាបាច់បានប្រហែលជា10ទៅ15អំបោះដែលខ្ញុំអាចទុកប្រើប្រាស់បានគ្រប់គ្រាន់សម្រាប់មួយឆ្នាំពេញវាងាយស្រួលបោះធន់មិនងាយខូចនិងចំណេញលុយផងដែរក្នុងវីដេអូនេះខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាធ្វើអំបោះខ្លួនឯងពិតជាជួយដល់សេដ្ឋកិច្ចគ្រួសារបានមួយផ្នែកដែរតិចតួចក៏លុយដែរមែនអត់